យើងឃើញថាគាត់ខែចេញមុខរដ្ឋាភិបាលចូលដល់កាណាកាហើយសិទ្ធិសហគមន៍រងគ្រោះដៃនេះទាំងអស់មកពីបាំងកក់មកពីលបៀងមកពីបរិយកលាហើយអ្វីដែលគាត់ប្រឆាំងដៃខាននោះគឺថាมันប្រឆាំងដៃខាននឹងការចាប់បញ្ជូនជនភៀសខ្លួននឹងមកប្រទេសកម្ពុជាពីអូស្ត្រាលីវិញដោយសារថាកម្ពុជាជាប្រទេសក្រីក្រមិនគួរណាយកជនភៀសខ្លួនក្នុងស្ថានភាពដែលប្រជាពលរដ្ឋរបស់ខ្លួននឹងកំពុងតែស្ថិតនៅក្នុងការតវ៉ាធ្វើចំណាកស្រុកជនភៀសខ្លួននៅក្នុងស្រុកនឹងកើតមានស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ហើយឥឡូវហ្នឹងគឺគួរគាត់បាត់ចូលហើយបាទហើយចំនួនដៃទីនេះគឺឃើញថាបង្កឲ្យមានជនភៀសខ្លួននៅក្នុងស្រុកយ៉ាងច្រើនហើយរដ្ឋាភិបាលមិនត្រឹមតែមិនយកចាត់ទុកដាក់ដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងស្រុកទេថែមទាំងបង្កឲ្យមានបញ្ហាកាន់តែរីកធំទៅហើយអ្វីដែលគួរឲ្យសោកស្ដាយគឺពួកគាត់បានបញ្ជូនជនភៀសទទួលយកជនភៀសខ្លួនពីអូស្ត្រាលីហើយដូច្នេះហើយឃើញថាពួកគាត់មានការខឹងសម្បាយ៉ាងខ្លាំងហើយបណ្ដាហ្នឹងគឺប្រឆាំងនៃការគឺរដ្ឋាភិបាលមិនអសមត្ថភាពអ្វីដែលគាត់ទៅគឺកំពុងធ្វើឲ្យពលរដ្ឋខ្លួនឯងរងគ្រោះតែឃ្លីរំលោភសិទ្ធិមនុស្សជាផ្នែកក្រមមានការងារធ្វើគ្មានជំរុញនឹងដោះស្រាយផងមិនត្រូវទទួលយកជនភៀសខ្លួនទេគឺមានន័យថាអ្វីដែលការជឿចោលរបស់គាត់គឺមិនត្រូវយកជនភៀសខ្លួនអូស្ត្រាលីមកដាក់ក្នុងប្រទេសកម្ពុជាតែកាលឡើងសូមបងប្អូនទស្សនាទស្សនវិជ្ជាពួកគាត់កំពុងតែរត់បុកទៅមុខហើយបាទសូមជឿអ